សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកនៅប្រធានបទមួយទាក់ទងទៅនឹងការយកពន្ធរបស់អាមេរិកមកលើទំនិញរបស់ប្រទេសកម្ពុជាដែលការយកពន្ធនេះគឺជាគោលនយោបាយថ្មីសាឡាងមួយរបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលគាត់បានប្រកាសកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025ហើយគោលនយោបាយនេះក៏បានស្របទៅនឹងគោលនយោបាយដែលគាត់តែងតែគិតគូរទៅនឹងផលប្រយោជន៍របស់ប្រទេសអាមេរិកជាដំបូងមុនគេផងដែរតាមរយៈគោលនយោបាយថ្មីថ្មោងដែលគាត់បានប្រកាសនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនិងរំជើបរំជួលយ៉ាងខ្លាំងជាក់ស្ដែងនៅក្នុងពេលថ្មីនេះទីក្រុងហុងកុងហើយនិងទីក្រុងញូវយ៉កគឺភាគហ៊ុននៅទីនោះមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃការអនុវត្តគោលនយោបាយពន្ធគយរបស់លោកដូណាល់ត្រាំដែលគាត់ប្រកាសដាក់លើបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោកដែលប្រទេសទាំងអស់នោះសុទ្ធតែមានការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិកដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាអាមេរិកគឺជាប្រទេសមហាអំណាចទីផ្សារនៅអាមេរិកគឺជាទីផ្សារដ៏ធំជាទីផ្សារមហាសាលហើយក៏ប្រទេសណាក៏ចង់រកស៊ីជាមួយនឹងអាមេរិកដែរហេតុនេះរាល់ការកំណត់ឬក៏រាល់ការកែប្រែនគោលនយោបាយណាមួយរបស់អាមេរិកវាតែងតែជះឥទ្ធិពលអវិជ្ជមានទៅដល់ពិភពលោកទាំងមូលជាក់ស្ដែងដូចខ្ញុំលើកឡើងពីខាងលើអញ្ចឹងទីផ្សារភាគហ៊ុននៅទីក្រុងហុងកុងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កមានការធ្លាក់ចុះយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាពន្ធគយដែលអាមេរិកបានដាក់ឡើងនឹងហើយដែលអាមេរិកបានប្រកាសឡើងនឹងទាក់ទងនឹងបញ្ហានេះអាមេរិកហាក់បីដូចជាការធ្វើសង្គ្រាមពាណិជ្ជកម្មមួយជាមួយនឹងពិភពលោកប៉ុន្តែលោកដូណាល់ត្រាំក៏បានគិតគូរឲ្យថាការដាក់អត្រាពន្ធគយនេះគឺជាការឆ្លើយតបទៅនឹងអនុភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយនឹងប្រទេសដែលជាដៃគូដែលប្រទេសខ្លះក៏គិតថាបានកេងចំណេញមកលើសហរដ្ឋអាមេរិកនឹងជាច្រើនឆ្នាំកន្លងមកហើយពេលនេះជាពេលដែលគាត់ត្រូវស្ដារសេដ្ឋកិច្ចឬក៏រកផលប្រយោជន៍សម្រាប់ប្រទេសជាតិរបស់គាត់ត្រឡប់មកវិញដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងក៏អាមេរិកបានដាក់ពន្ធគយរហូតដល់ 49% ផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាសំណួរសុទ្ធថាតើហេតុអ្វីបានជាអាមេរិកដាក់ពន្ធគយប្រទេសកម្ពុជារហូតដល់ 49% ហើយតើប្រទេសកម្ពុជាយើងនឹងជួបប្រទះនឹងផលប៉ះពាល់អ្វីខ្លះបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពន្ធគយ 49% ហ្នឹងហើយសំណួរទី3ចុងក្រោយថាតើរាជរដ្ឋាភិបាលកម្ពុជាយើងនឹងធ្វើការឆ្លើយតបបែបណាដែរសម្រាប់វិធានការដែលលោកដូណាល់ត្រាំបានដាក់មកលើប្រទេសកម្ពុជាហ្នឹងទាក់ទងទៅនឹងហេតុផលដែលអាមេរិកដាក់ពន្ធមកលើប្រទេសកម្ពុជាដល់ 49% ចំណុចនេះមានតួលេខ2ដែលយើងគួរឲ្យកត់សម្គាល់ផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាតួលេខ1គឺតួលេខ 97% អត្រានៃអនុភាព 97% ហើយនឹងតួលេខ 49% ដែលជាអត្រាពន្ធអាមេរិកដាក់មកលើប្រទេសកម្ពុជាតួលេខ 97% បានមកពីណាហើយតួលេខ 49% តើបានមកពីណាទាក់ទងនឹងតួលេខ 97% គឺជាអត្រាអនុភាពពាណិជ្ជកម្មរវាងប្រទេសកម្ពុជាហើយនិងអាមេរិកមានន័យថាយើងលក់ទំនិញទៅឲ្យប្រទេសអាមេរិកច្រើនជាងអាមេរិកលក់ទំនិញមកឲ្យប្រទេសខ្មែរយើងជាក់ស្ដែងតួលេខនៅក្នុងឆ្នាំ2024យើងបាននាំទំនិញលក់ទៅឲ្យអាមេរិកបាន 12.7 លានដុល្លារអានេះបើគិតជាទឹកលុយហើយចំណែកអាមេរិកលក់ទំនិញមកឲ្យយើងឬក៏យើងទិញទំនិញពីអាមេរិកហ្នឹងគឺតែខ្ទង់ 321.9 លានដុល្លារតែប៉ុណ្ណោះអញ្ចឹងអនុភាពពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកបើគិតជាទឹកប្រាក់គឺមានចំនួនរហូតដល់ 12.3 លានដុល្លារនឹងហើយដោយសារតែកត្តាអនុភាពមានគម្លាតឆ្ងាយបែបហ្នឹងហើយបានជាអាមេរិកក៏យកអត្រាពន្ធខ្ពស់មែនទែនពីប្រទេសកម្ពុជាយើងដោយការរបៀបនៃការគណនារបស់គេគឺគេយកអនុភាពពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកចំនួន 12.3 ពាន់
លានដុល្លារចែកជាមួយនឹងទំហំពាណិជ្ជកម្មដែលកម្ពុជានាំចូលទៅកាន់អាមេរិកចំនួន12.7 លានដុល្លារហើយស្មើនឹង 97% ហ្នឹងដែលស្មើនឹងទឹកលុយទំហំ 12.3 លានដុល្លារហើយគេយកឲ្យចំនួន 97% ហ្នឹងចែកជា2វាស្មើទៅនឹង 49% ដែលជាអត្រាពន្ធលោក Donald Trump គិតអំពីប្រទេសកម្ពុជាអាហ្នឹងជាតួលេខដែលតាមការបកស្រាយរបស់ក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហើយក៏ជាតួលេខដែលអាមេរិកកំណត់គណនាយកអត្រាពន្ធពីប្រទេសកម្ពុជាហើយដោយឡែកសម្រាប់ផលប៉ះពាល់សម្រាប់ប្រទេសកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់ច្រើនដែរពុកម៉ែបងប្អូនទាំងអស់គ្នាទី1តកតងទៅនឹងការនាំចេញធ្លាក់ចុះហើយការធ្លាក់ចុះនៃការនាំចេញគឺដោយសារតែកត្តាទំនិញវាឡើងថ្លៃដោយសារតែអត្រាពន្ធដែលអាមេរិកគិតវាខ្ពស់វាច្រើនហើយទី2កម្ពុជាយើងនឹងអាចបាត់បង់នៅសមត្ថភាពក្នុងការប្រកួតប្រជែងទីផ្សារនៅក្នុងទឹកដីអាមេរិកដោយសារតែតំណែងដែលយើងយកទៅលក់វាមានតម្លៃថ្លៃហើយប្រជាជនអាមេរិកដែលជាអ្នកទិញរបស់ប្រើប្រាស់គេអាចមានជម្រើសច្រើនបើសិនជារបស់នឹងវាដូចគ្នានៅប្រទេសកម្ពុជាច្បាស់ជាគេនឹងទិញផលិតផលនោះពីប្រទេសផ្សេងហើយដោយសារតែប្រទេសផ្សេងវាអាចថាតម្លៃវាធូរជាងកម្ពុជាដោយសារតែអាមេរិកគាត់យកពន្ធបន្តិចអីជាដើមអញ្ចឹងទៅហើយមួយទៀតវាអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប៉ះពាល់ទៅដល់ការអភិវឌ្ឍជាតិវាធ្វើឲ្យការអភិវឌ្ឍជាតិរបស់យើងមានការយឺតយ៉ាវហើយក៏វាអាចមានបញ្ហាអសន្តិសុខសង្គមអីផ្សេងនៅក្នុងសង្គមខ្មែរអញ្ចឹងទៅហើយកត្តាមួយចំនួនមួយទៀតប្រជាពលរដ្ឋខ្មែរយើងក៏នឹងបាត់បង់ចំណូលក្នុងករណីដែលរោងចក្រគាត់បើកនៅក្នុងស្រុកខ្មែរមិនអាចដំណើរការទៅមុខបានឬក៏មានការផ្លាស់ប្ដូរទៅកាន់ទីកន្លែងផ្សេងទៀតអញ្ចឹងកត្តាទាំងអស់ហ្នឹងគឺជាកត្តាប៉ះពាល់ទៅដល់សកម្មភាពនៃការរស់នៅឬក៏ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាធម្មតាអ្នករ៉ូស៊ីកាលណាដែលរ៉ូស៊ីទៅលក់អត់ដាច់ឬក៏មានការបញ្ជាទិញធ្លាក់ចុះចង់មិនចង់ក៏អាចមានការបិទរោងចក្រចោលឬក៏ការផ្លាស់ប្ដូររោងចក្រទៅកាន់ប្រទេសណាផ្សេងទៀតអញ្ចឹងកាលណាដែលបិទរោងចក្រប្រជាពលរដ្ឋយើងវាចង់មិនចង់ក៏អាចបាត់បង់ការងារបាត់បង់ចំណូលវាប៉ះពាល់ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃអាហ្នឹងនិយាយអំពីផលប៉ះពាល់ហើយតើតកតងនឹងដំណើរការនេះរាជរដ្ឋាភិបាលកម្ពុជាយើងក៏បានកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំនឹងការរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរជាក់ស្ដែងការពីពេលថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានដាក់លិខិតទៅកាន់ប្រធានាធិបតី Donald Trump ដើម្បីសុំចរចាគ្នាហើយមួយទៀតក៏បានស្នើសុំបញ្ចុះអត្រាពន្ធពី 35% មក 5% ផងដែរហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់យើងគឺលោកជំទាវ ចោមនិមលក៏បានដាក់លិខិតទៅកាន់មន្ត្រីខាងសហរដ្ឋអាមេរិកមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មផ្នែកខាងសហរដ្ឋអាមេរិកនឹងដែរហើយឥឡូវនេះបើតាមដំណឹងតាមព័ត៌មានការរាជរដ្ឋាភិបាលក៏ត្រៀមនឹងបញ្ជូនមន្ត្រីជំនាញឬក៏ប្រតិភូជំនាញទៅចរចាជាមួយនឹងអាមេរិកតាក់ទងនឹងបញ្ហានឹងដែរអញ្ចឹងតាក់ទងនឹងបញ្ហាពន្ធនេះពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះរដ្ឋាភិបាលគាត់កំពុងតែសស្រាក់សន្ស្រាំរកដំណោះស្រាយហើយរកសុំការចរចាជាមួយនឹងអាមេរិកដើម្បីបញ្ចុះនៅអត្រាពន្ធឬក៏សុំការបន្ធូរបន្ថយលើកលែងនៅផ្នែកណាមួយដែលជាក់ស្ដែងយើងនឹងរងចាំទាំងអស់គ្នាតើដំណើរការនៃការចរចារវាងកម្ពុជានិងអាមេរិកបានលទ្ធផលយ៉ាងណាសូមយើងនឹងរងចាំមើលទាំងអស់គ្នាប៉ុន្តែតើទៅនឹងករណីនេះដែរបើសិនជាយើងដោះស្រាយមិនទាន់ទេឬក៏បើសិនជាយើងមានភាពយឺតយ៉ាវក្នុងការដោះស្រាយ
ឬក៏អាមេរិកគាត់រឹងប្រកាន់ចំហតឹងរឹងចំពោះកម្ពុជាយើងច្បាស់ណាស់យើងនឹងជួបនៅបញ្ហាកាន់តែធ្ងន់ទៅជាពិសេសពាក់ព័ន្ធនឹងបញ្ហាវិបត្តិសង្គមនិងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជាតិយើងហើយមួយទៀតអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺបងប្អូនកម្មកររោងចក្រដែលប្រទេសកម្ពុជាយើងបាននាំទំនិញភាគច្រើនទៅកាន់ទឹកដីអាមេរិកគឺទំនិញសម្លៀកបំពាក់ហើយនិងស្បែកជើងដែលទំនិញទាំងអស់ហ្នឹងហើយដែលមានរោងចក្រនៅក្នុងស្រុកខ្មែរហើយបានមានបងប្អូនកម្មកររោងចក្រជាច្រើនដែលកំពុងតែធ្វើការងារនៅក្នុងវិស័យកាត់ដេរហ្នឹងអញ្ចឹងបើសិនជាក្នុងករណីណាមួយអាមេរិកនៅតែតឹងរឹងប្រកាន់គូជំហរយកពន្ធ 49% ដដែលហ្នឹងប៉ះពាល់ដល់កម្ពុជាខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំសង្ឃឹមខ្ញុំជឿជាក់ថារដ្ឋាភិបាលគាត់នឹងប្រឹងប្រែងហើយគាត់ក៏កំពុងតែព្យាយាមប្រឹងប្រែងដោះស្រាយនិងចរចាជាមួយនឹងភាគីអាមេរិកដែរដើម្បីធ្វើម៉េចដើម្បីឲ្យស្ថានភាពនឹងវាល្អប្រសើរហើយនឹងវាចំណេញទាំងអស់គ្នាសម្រាប់ប្រទេសកម្ពុជាសម្រាប់ប្រជាជនកម្ពុជាឬក៏ដូចជាសម្រាប់ប្រទេសភាគីអាមេរិកផងដែរម៉ែបងប្អូនទាំងអស់គ្នាតកតងទៅនឹងប្រធានបទនេះខ្ញុំមានតែប៉ុណ្ណឹងហើយខ្ញុំសូមបកស្រាយតែប៉ុណ្ណឹងនៅក្នុងវីដេអូនេះហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានមតិយោបល់យ៉ាងណាតកតងទៅនឹងបញ្ហាពន្ធដែលអាមេរិកដាក់មកលើប្រទេសកម្ពុជានេះសូមជួយបញ្ចេញមតិយោបល់នៅក្នុងវីដេអូខាងក្រោមនេះឲ្យខ្ញុំបានដឹងផងហើយឬមួយទៀតបើសិនជាបងប្អូនមានប្រធានបទណាមួយចង់ឲ្យខ្ញុំបកស្រាយស្រាវជ្រាវយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាក៏សូមទម្លាក់ឬក៏ comment នៅក្នុងវីដេអូខាងក្រោមនេះផងដែរហើយជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Subscribe នៅ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតនៅពេលនេះសូមអរគុណសូមជម្រាបលាបាយបាយ